ទីក្រុងធៀនជីននាដើមសតវត្សទី22នេះនៅតែរក្សាបាននូវភាពស្រស់ស្អាតបុរាណតាមបណ្ដោយព្រែកជាងហៃដ៏ធំប៉ុន្តែក្រោមពន្លឺភ្លើងនេអុងដ៏ត្រជាក់ភាពភ័យខ្លាចដ៏ចម្លែកមួយបានកំពុងលួនវ៉ាក្នុងរយៈ6ខែចុងក្រោយនេះមនុស្សយ៉ាងតិច18នាក់បានស្លាប់យ៉ាងអាថ៌កំបាំងដោយគ្មានមុខរបួសរាងកាយអ្វីទាំងអស់ពួកគេគ្រាន់តែដួលរលំហើយគ្រូពេទ្យវិនិច្ឆ័យឃើញថាថាមពលជីវិត bioenergy របស់ពួកគេត្រូវបានបូមជ័យទាំងស្រុងហាក់បីដូចជាទូរស័ព្ទដែលអស់ថ្មភ្លាមអ្នកស្រុកគ្រប់ឃ្លាហៅបាតុភពនេះថាព្រលឹងចោលថាមពល the energy thief spirit ដែលគេជឿថាជាវិញ្ញាណបុរាណដែលឃ្លានជីវិតប៉ុន្តែសម្រាប់វេជ្ជបណ្ឌិត Fang Ling អ្នកឯកទេសរូបវិទ្យា Quantum នៅវិទ្យាស្ថានបច្ចេកវិទ្យាធៀនជីនគំនិតបែបអបិយជំនឿនេះគឺជាការប្រមាថដល់វិទ្យាសាស្ត្រ Fang Ling វ័យក្មេងនឹងស្លៀកពាក់ខោអាវមន្ទីរពិសោធន៍ពណ៌សជាប់ជានិច្ចជឿជាក់ថាមានតែការពន្យល់បែបវិទ្យាសាស្ត្រប្រឌិតប៉ុណ្ណោះដែលអាចដោះស្រាយរឿងនេះបានវាមិនមែនជាខ្មោចទេលោកគ្រូ Fang Ling ប្រាប់ទៅកាន់អធិការប៉ូលីសដែលអស់សង្ឃឹមវាគឺជាបាតុភូតអគ្គិសនីប្រូតុងដែលគ្មានរូបរាងមើលផែនទីនេះទៅជនរងគ្រោះទាំងអស់ស្លាប់នៅក្នុងរង្វង់50ម៉ែត្រជុំវិញចំណុចដែលមានភាពខុសប្រក្រតីនៃដែនម៉ាញេទិកកង់ទិក Quantum Magnetic Field Anomalies តាមរយៈការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកង់ទិកដែលខ្លួនបានកែច្នៃ Fang Ling បានរកឃើញថាភាពខុសប្រក្រតីនៃដែនម៉ាញេទិកទាំងនោះគឺកើតចេញពីការសាកល្បងសម្ងាត់កាលពី40ឆ្នាំមុនរបស់រដ្ឋាភិបាលដែលជាការពន់ពន់ប្រើប្រព័ន្ធផ្លាស់ប្តូរថាមពលអន្តរវិមាត្រការពិសោធន៍នោះត្រូវគេបិទបាំងបន្ទាប់ពីមានគ្រោះថ្នាក់ដ៏ធំមួយ Fang Ling បានដឹងការពិតដ៏រន្ធត់មួយព្រលឹងនោះមិនមែនជាខ្មោចទេប៉ុន្តែជាអង្គធាតុថាមពលសុទ្ធ Pure Energy Entity ដែលគ្មានជីវិតសរីរាង្គអង្គធាតុនេះត្រូវបានជាប់គាំងនៅចន្លោះពិភពធាតុពិតទី4 Dimension 4និងពិភពធាតុពិតទី5 Dimension 5ដោយសារតែការបរាជ័យនៃការពិសោធន៍អង្គធាតុនោះត្រូវការថាមពលជីវសាស្ត្រខ្ពស់ Bioelectrical Energy ដើម្បីរក្សាស្ថិរភាពរូបរាងរបស់វានៅក្នុងវាមាត្រមនុស្សរាល់ពេលដែលវាដកដង្ហើមដើម្បីរក្សាខ្លួនឯងវាក៏បានបឺតយកថាមពលជីវិតពីមនុស្សដែលនៅជិតវា Fang Ling បានដាក់ឈ្មោះអង្គធាតុនោះថា Silo Ion យប់មួយអង្គធាតុ Silo Ion បានធ្វើការវាយប្រហារដ៏ធំបំផុតរបស់ខ្លួននៅចំកណ្ដាលទីលានផ្សារទំនើបធំមួយ Fang Ling និងក្រុមជំនួយការរបស់គាត់ដែលបំពាក់ដោយឧបករណ៍ការពារដែនម៉ាញេទិក Magnetic Shielding Gear បានទៅដល់កន្លែងកើតហេតុនៅទីនោះពួកគេបានឃើញបាតុភូតដ៏គួរឲ្យភ័យខ្លាចខ្យល់ជំវិនវិលវល់ខណៈដែលកម្ដៅខ្យល់ប្រែជាត្រជាក់ខ្លាំងរួមជាមួយពន្លឺពណ៌ខៀវស្រាលៗដែលហាក់ដូចជាផ្សែងអគ្គិសនីកំពុងរ៉ាំវាចាប់ផ្ដើមស្រូបទាញហើយ Fang Ling ស្រែកគាត់អាចមើលឃើញតាមរយៈកែវភ្នែកពិសេសរបស់គាត់នៅរលកថាមពលដ៏ធំសម្បើមដែលមើលទៅដូចជារទេយ្យវាហឺអគ្គិសនីគ្មានរូបរាងច្បាស់លាស់កំពុងលាតសន្ធឹងទៅរកមនុស្ស Fang Ling បានដាក់ពង្រាយអាវុធតែមួយគត់ដែលគាត់បានរចនាឡើងម៉ាស៊ីនពន្លត់សំឡេងរំញ័រ The Quantum Resonance Dampener ដែលជាឧបករណ៍មានសមត្ថភាពបង្កើតរលកសំឡេងប្រេកង់ខ្ពស់ High Frequency Wave ដើម្បីរុញច្រានអង្គធាតុ Silo Ion ឲ្យត្រឡប់ទៅកាន់ធាតុពិតទី5វិញគោលដៅមិនមែនបំផ្លាញវាទេតែត្រូវបិទច្រកវិមាត្រដែលជាប់កាំងនោះយើងត្រូវតែវាយបញ្ចូលប្រេកង់បញ្ច្រាស់ឲ្យចំនៅពេលវាកំពុងស្រូបទាញFang Ling បានបញ្ជាពេលអង្គធាតុ Silo Ion បញ្ចេញថាមពលស្រូបខ្លាំងបំផុត Fang Ling ក៏ចុចប៊ូតុងបញ្ឆេះម៉ាស៊ីនពន្លត់សំឡេងរំញ័របានបញ្ចេញសំឡេងក្រហមដ៏ខ្ពស់ដែលមនុស្សមិនអាចស្ដាប់ឮបានតែវាបានបុកចំរលកថាមពលរបស់ Silo Ion បរិយាកាសទាំងមូលបានរលត់ពន្លឺពណ៌ខៀវស្រាលៗបានរួមតូចប្រមូលផ្ដុំចូលទៅក្នុងចំណុចតូចមួយហើយបន្ទាប់មកក៏បាត់ទៅវិញដោយគ្មានសូលដានអ្វីឡើយដូចជាការបិទប៊ូតុងកុងតាក់អគ្គិសនីអញ្ចឹងភាពភ័យខ្លាចបានរលាយបាត់ទៅជនរងគ្រោះចុងក្រោយត្រូវបានជួយសង្គ្រោះទាន់ពេលទីក្រុងធៀនជីនបានត្រឡប់មកកាន់សភាពដើមវិញដោយគ្មានការស្លាប់អធិកំពាំងបន្តទៀតឡើយ Fang Ling បានលុបចោលភស្តុតាងទាំងអស់ទាក់ទងនឹងការពិសោធន៍អន្តរវិមាត្រគាត់ដឹងថាការពន្យល់ការពិតនឹងបង្កការភ័យខ្លាចដល់មនុស្សជាងការជឿលើរឿងខ្មោចទៅទៀតជាសាធារណៈគាត់បានប្រកាសថា
បាតុភពនៃការស្លាប់ទាំងនោះគឺបណ្ដាលមកពីលំហូរកាំរស្មីអគ្គិសនីធម្មជាតិដែលកម្ររកឃើញមនុស្សនៅធានជីននៅតែបន្តជឿថាព្រលឹងអាថ៌កំបាំងនោះត្រូវបានដេញចេញដោយគ្រូមន្តអាគមដ៏ចំណានម្នាក់ប៉ុន្តែហ្វាងលីងដែលអង្គុយនៅក្នុងមន្ទីរពិសោធន៍ងងឹតរបស់គាត់បានសម្លឹងមើលទៅលើអេក្រង់ដែលនៅតែបង្ហាញនៅសំណល់នៃថាមពលធាតុពិតទី5គាត់ដឹងថាទោះបីជាច្រកទ្វារត្រូវបានបិទក៏ដោយក៏វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះមុនពេលដែលបច្ចេកវិទ្យាអាថាកំបាំងរបស់មនុស្សជាតិនឹងបង្កើតខ្មោចថ្មីមួយទៀតដែលគួរឲ្យខ្លាចជាងមុន